តើបាំខ្មែរប្រពៃណីមានឈ្មោះអ្វីរបាំអប្សរាតើប្រាសាទខ្មែរច្រើនត្រូវបានសង់ពីអ្វីថ្មបាយក្រៀមតើចម្លាក់នៅប្រាសាទអង្គរវត្តមានទេវកថាអ្វីរឿងរ៉ាវសាសនាហិណ្ឌូតើចនាប័ទ្មនៃជាតិខ្មែរមានលក្ខណៈដូចម្តេចបណ្ដូលមូលតើល្ខោនស្រមោលស្បែកប្រភេទណាជាប្រពៃណីនៅកម្ពុជាល្ខោនស្បែកធំតើប្រាង្គប្រាសាទអង្គរវត្តទាំង5តំណាងឲ្យអ្វីភ្នំព្រះសុមេរុតើសិទ្ធិមធ្យោបាយដឹកជញ្ជូនដែលពេញនិយមបំផុតនៅកម្ពុជាតុកតុកតើមនុស្សធ្វើអ្វីក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រគេនអាហារដល់បុព្វជនតើការគួរសមប្រពៃណីខ្មែរគឺអ្វីសំពះតើបង្អែមដែលពេញនិយមនៅកម្ពុជាគឺអ្វីអន្សមចេក